ប៉ុន្មានហើយឥឡូវមានប្រជាជនជំនះភៀសខ្លួនភៀសសឹកដែលអភិបាលខេត្តព្រះវិហារបានរាយការណ៍មកខ្ញុំដែរព្រោះក្រៅពីរាយការណ៍ទៅរាជរដ្ឋាភិបាលគេក៏រាយការណ៍មកខ្ញុំដែរបានថតទាំងរូបភាពតែត្រូវជំនះប្រជាជនចេញពីភូមិមរណដៃជូមកកាន់ពីទីតាំងហើយខ្ញុំក៏បានទទួលព្រឹកមិញទទួលលិខិតពីទទួលទូរស័ព្ទពីក្រុមហ៊ុនជីបម៉ងពីលៀងខុនថាចង់យកទឹកយកស្អីយកទៅចែកបងប្អូនកងទ័ពខ្ញុំថាល្អសូមជួយទៅបន្ទាប់ទៅទទួលតាមសារសម្លេងពីយុវជនម្នាក់ដែលនៅក្រៅសមាគមក្រៅរដ្ឋាភិបាលសូមចូលរួមបុណ្យសពឈ្មោះសូសុភ័ក្រនៅក្នុងតែមានដែលតែទៅចែកជំនួយមនុស្សធម៌តាមព្រៃឡង់គឺសូមចូលរួមបុណ្យសព$10,000អញ្ចឹងទេខ្លួនការពារជាតិរបស់ប្រជាជនកម្ពុជាគឺខ្លាំងណាស់ឥឡូវមានចលនាកម្លាំងតបរបស់យើងឡើងទៅជួបមុខការផ្គត់ផ្គង់ត្រូវតែមានពីសំណាក់រដ្ឋពីសំណាក់ក្រសួងការពារជាតិពីគ្រប់ផ្នែកប៉ុន្តែស្ថាប័នដែលចងសម្ព័ន្ធភាពក៏ត្រូវចូលរួមផងដែរ